សួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានការងារមួយនៅឯខាងខេត្តស្ពឹងស្ពឺរោងចក្រមួយនោះនៅគាត់បានកាប់រោងចក្រហ្នឹងគាត់បើកបានប្រហែលខែហើយប៉ុន្តែ network កាមេរ៉ាហ្នឹងក៏គេធ្វើឲ្យអត់ដែរឥឡូវហ្នឹងវាមានបញ្ហាដោយសារវាដើរអត់ស្រួល network វាដើរអត់ស្រួលម្ដងដើរម្ដងដាច់អីចឹងណាអញ្ចឹងឥឡូវគាត់បានហៅយើងឲ្យទៅឆែកជូនពួកគាត់អូខេឥឡូវចាំមើលខ្ញុំដោះស្រាយតើវាបញ្ហាអីឥឡូវចាំមើលការងារនឹងវាយ៉ាងម៉េចយើងចាំជួបគ្នាទាំងអស់គ្នាអរគុណអូខេនេះខ្ញុំបានមកដល់រោងចក្រហើយរោងចក្រនេះធំហើយស្អាតមែនតើស្អាតខ្លាំងអូខេនេះខ្ញុំបានស្វែងរកបញ្ហាហើយឥឡូវខ្ញុំបានរកឃើញហើយបញ្ហាធំគឺមាន2ទី1អ៊ីនធឺណិត LAN ចូលខ្ញុំអូចូលនោះគឺចូលទៅលើម្ដុំចូលទៅលើ router មួយទីពីលីងទូខាងលើដែលវាអត់មានសមត្ថភាពសម្រាប់បែងចែកទៅឲ្យកុំព្យូទ័រឬក៏ AP នៅក្នុងហ្នឹងអញ្ចឹងធ្វើឲ្យអ៊ីនធឺណិតវារអាក់រអួលវា slow ហ្នឹងណាបញ្ហាទី1បញ្ហាទី2ដោយសារ loop IP ដោយសារយើងមាន router 2ឬក៏3ដោតចូលទៅនៅ switch តែមួយរួមគ្នាអញ្ចឹងទៅវាបោះ HP មកវាជន់គ្នាពេញទឹកពេញដីធ្វើឲ្យnetwork ក្នុងហ្នឹងគឺវាដើរអត់ស្រួលណាអញ្ចឹងបញ្ហាគឺមាន2នេះគឺខ្ញុំបានដោះស្រាយជូនភ្ញៀវរួចរាល់អស់ហើយទាំងម៉ាស៊ីន scan ទាំងអីក៏ដោយគឺដើរថ្ងៃហ្នឹងដើរស្អែកឡើងអត់ដើរយើងកាប់ព្រឹកដើរលេងអត់ដើរអញ្ចឹងដោយសារអីដោយសារ loop IP អូខេវីដេអូមានប៉ុណ្ណឹងទេបងប្អូនបើសិនជាបងប្អូនមានបញ្ហាដូចករណីដែលខ្ញុំនិយាយប្រាប់អីហ្នឹងអាចតាក់ទងមកខ្ញុំមានសេវារៀបចំដោះស្រាយជូនអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត